ស្រាប់តែពេលនោះគេចំហមាត់ធ្លុងនៅក្នុងសម្លនោះវាមិនមែនជាសាច់សត្វនោះទេតែវាគឺជាម្រាមដៃរបស់មនុស្សដែលវាមានក្រចកពណ៌ខ្មៅរលួយហើយអ្វីដែលរន្ធត់នោះគឺនៅលើម្រាមដៃនោះមានចិញ្ចៀនមាសមួយវង់ដែលភារៈស្គាល់យ៉ាងច្បាស់ថាវាគឺជាចិញ្ចៀនភ្ជាប់ពាក្យរបស់មេលាដែលជាប្រពន្ធដើមរបស់សុករឿងរ៉ាវបានចាប់ផ្ដើមកាលពី7ថ្ងៃមុននៅយប់ដែលងងឹតស្លុបគ្មានសំបីតែពន្លឺផ្កាយនាងមេលាដែលជាប្រពន្ធរបស់សុកបានជួបគ្រោះថ្នាក់ធ្លាក់ចូលនៅក្នុងអូរស្លាប់យ៉ាងអាចកំបាំងសាកសពរបស់នាងដែលគេស្រង់មកមានសភាពហើមស្អុយរលួយតែដែលធ្វើឲ្យអ្នកភូមិព្រឺសម្បល់ជាងគេបំផុតនោះគឺសាកសពរបស់នាងបានបាត់ក្បាលគេមិនដឹងថាក្បាលរបស់នាងនៅឯណានោះទេអ្នកខ្លះថាត្រីស៊ីអ្នកខ្លះថាព្រៃទឹកឆក់យកបាត់ទៅហើយប៉ុន្តែអ្វីដែលចម្លែកជាងសេចក្តីស្លាប់ទៅទៀតនោះគឺសកម្មភាពរបស់សុកដែលជាប្តីក្នុងនាមជាប្តីដែលទើបតែបាត់បង់ប្រពន្ធសុកមិនត្រឹមតែមិនយំសោកស្ដាយនោះទេតែនៅយប់គម្រប់ខួប7ថ្ងៃរបស់ប្រពន្ធគេបែរជានាំស្រីស្អាតប្លែកមុខម្នាក់ដែលឈ្មោះមនីចូលមកនៅក្នុងផ្ទះទាំងកណ្ដាលអាត្រៀតភារៈដែលជាអ្នកចិត្តខាងនិងជាអ្នកដឹងក្បួនអាគមបន្តិចបន្តួចចាប់ផ្ដើមសង្កេតឃើញរឿងមិនស្រួលជារៀងរាល់យប់ភារៈតែងតែមើលឃើញនាងមនីបានដើរចេញពីផ្ទះទាំងស្ងាត់សំដៅទៅមាត់អូរដែលមេលាបានស្លាប់នាងអង្គុយនៅទីនោះអោនក្បាលសម្លឹងទៅមើលទឹកហាក់បីដូចជាកំពុងតែខ្សឹបខ្សៀវនិយាយជាមួយអ្នកណាម្នាក់នៅក្រោមបាតអូរអញ្ចឹងយប់មួយដោយទ្រាំនឹងភាពងឿងឆ្ងល់មិនបានភារៈក៏បានសម្រេចចិត្តលបចូលទៅក្នុងផ្ទះរបស់សុកនៅពេលដែលម្ចាស់ផ្ទះកំពុងតែដេកលុះនៅក្នុងផ្ទះងងឹតឈឹងមានតែពន្លឺព្រះខែចាំងចូលតាមប្រហោងជញ្ជាំងឈើភារៈដើរដង្ហក់ស្រាប់តែគេធំក្លិនមួយភេយមកប៉ះច្រមុះរបស់គេវាមិនមែនធំក្លិនផ្ការំដួលដែលមនីប្រើប្រាស់នោះទេតែវាជាធំក្លិនសាច់ស្អុយដែលត្រាំទឹកភារៈបានអោនសម្លឹងទៅមើលនៅលើកម្រាលឈើស្រាប់តែភ្នែករបស់គេបានបើកធំនៅលើកម្រាលឈើដែលខាត់រលោងនោះគឺមានជើងមនុស្សដែលប្រឡាក់សិតតែភក់ហើយថែមទាំងរលួយទៀតផងហើយអ្វីដែលធ្វើឲ្យភារៈស្ទើរតែដាច់ដង្ហើមស្លាប់នោះគឺដានជើងនោះគឺមានម្រាម6អ្នកនៅក្នុងភូមិនេះគឺគេដឹងគ្រប់គ្នាថាមានតែមេលាម្នាក់គត់ដែលមានម្រាមជើង6តាំងពីកំណើតបើនាងស្លាប់បាត់ទៅហើយចោះដានជើងនេះជារបស់អ្នកណាសំឡេងឈើក្តារបានបន្លឺឡើងក្រាច់បងភារៈចង់រកអីមែនទេសំឡេងដ៏ត្រជាក់ស្រាប់បានបន្លឺឡើងពីក្រោយខ្នងភារៈងាកក្រោយយឺតគេមើលឃើញមនីឈរនៅមាត់ទ្វារនាងញញឹមតែស្នាមញញឹមរបស់នាងគឺគ្មានភាពកក់ក្ដៅភ្នែករបស់នាងក្រហមច្រាលដូចឈាមអ្វីដែលគួរឲ្យខ្លាចបំផុតគឺដៃរបស់នាងមនីដែលបានលាក់នៅពីក្រោយខ្នងនាងបានដើរចូលមកជិតភារៈបន្តិចម្ដងរាល់ជំហានដែលនាងដើរភារៈបានឮសំឡេងទឹកហូរចេញពីក្នុងខ្លួនរបស់នាងឆក់មនីលូកដៃចេញពីក្រោយខ្នងយឺតក្នុងដៃរបស់នាងគឺដុំសក់ក្បាលរបស់មនុស្សដែលជោគចំទៅដោយឈាមនិងភក់ស្អុយពេលនោះនាងក៏បានហុចសក់នោះមកឲ្យភារៈរួចបានខ្សឹបថាបងភារៈចង់ជួបមេលាទីនាងនៅជាមួយខ្ញុំតាភារៈអោនសម្លឹងមើលជើងមនីម្ដងទៀតស្រាប់តែឃើញថាមនីគ្មានជើងនោះទេខ្លួនប្រាណរបស់នាងគឺដាច់ត្រឹមត្រគាចំណែកឯដានជើងម្រាម6ដែលនៅលើដីនោះគឺវាបានដើរដោយខ្លួនឯងសំដៅមករកភារៈបន្ទាប់ពីភារៈបានឃើញដានជើងម្រាម6ដែលបានដើរដោយគ្មានរូបរាងនិងឃើញមនីកាន់ដុំសក់ក្បាលរបស់មនុស្សដែលជោគជាំទៅដោយឈាមហើយហុចមកឲ្យភារៈស្ទើរតែដាច់ខ្យល់ស្លាប់នៅមួយកន្លែងតែចម្លែកណាស់
មុនីមិនបានស្ទុះមកសម្លាប់គេទេតែនាងបែរជាញញឹមយ៉ាងត្រជាក់រួចដើរថយក្រោយហើយបាត់នៅក្នុងផ្ទះបាយយ៉ាងងងឹតស្លុបបងភេរេហាកុំភ័យអីចូលមកទីនេះមកខ្ញុំទើបតែធ្វើសម្លពិសេសទុកជូនបងសំឡេងរបស់មនីបានពន្លឺចេញមកវាក្រលួចដូចជាសំឡេងមនុស្សពីរនាក់ដែលនិយាយជាន់គ្នាភេរៈទោះបីជាប្រលឹងចង់សក់តែដោយសារតែការចង់ដឹងការពិតគេសម្រេចចិត្តដើរចូលនៅក្នុងផ្ទះបាយនៅទីនោះមនីកំពុងតែអង្គុយច្រកោងនៅមុខចង្ក្រានបាយនាងកំពុងតែកូរឆ្នាំងសម្លដ៏ធំមួយដែលមានក្លិនឆ្អាបខុសពីធម្មតាហើយក្លិននោះដូចជាក្លិនសាកសពដែលគេដុតចោលអញ្ចឹងបងភេរេសក់គាត់មិនបានឈឺទេគាត់គ្រាន់តែត្រូវការជាតិសាច់បន្តិចបន្តួចដើម្បីរស់តែប៉ុណ្ណោះមុនីនាងនិយាយទាំងមិនងាកមុខមកមើលភេរៈនោះទេរួចនាងក៏បានដួសសម្លមួយវែកមកឲ្យភេរៈមើលភេរៈអើតមើលនៅក្នុងវែកសម្លស្រាប់តែពេលនោះគេចំហមាត់ធ្លុងនៅក្នុងសម្លនោះវាមិនមែនជាសាច់សត្វនោះទេតែវាគឺជាម្រាមដៃរបស់មនុស្សដែលវាមានក្រចកពណ៌ខ្មៅរលួយហើយអ្វីដែលរន្ធត់នោះគឺនៅលើម្រាមដៃនោះមានចិញ្ចៀនមាសមួយវង់ដែលភេរៈស្គាល់យ៉ាងច្បាស់ថាវាគឺជាចិញ្ចៀនភ្ជាប់ពាក្យរបស់មេលាដែលជាប្រពន្ធដើមរបស់សក់នៅពេលនោះសំឡេងមនីនាងបានសើចតិចតិចភេរៈបានញ័រមាត់ហើយសួរថាមនីនាងសម្លាប់មេលាមែនទេហើយនាងយកសាច់មកធ្វើជាសម្លឲ្យសក់ស៊ីមែនទេរំពេចនោះមនីក៏បានងាកមកហើយទឹកភ្នែករបស់នាងហូរចេញពីភ្នែករបស់នាងគឺជាឈាមពណ៌ខ្មៅហើយនាងក៏បាននិយាយទាំងអួលដើមកអត់ទេបងភេរៈគឺជាបងសក់ទេដែលជាអ្នកសម្លាប់មេលីគាត់យកក្បាលនាងទៅថ្វាយបិសាចដើម្បីដោះដូរនឹងអាចកំបាំងអមតៈចំណែកខ្ញុំគ្រាន់តែវិញ្ញាណដែលមេលីជួមកដើម្បីតាមរកក្បាលរបស់នាងតែប៉ុណ្ណោះមុនីនាងបានខ្សឹបដាក់ត្រចៀកភេរៈបងភេរៈកុំជឿសម្ដីរបស់បងសក់ឲ្យសោះបើចង់ដឹងការពិតយប់នេះបងត្រូវតែចូលមកលបមើលក្នុងមាត់របស់សក់ពេលដែលគាត់ដេកទៅបងនឹងឃើញថាអ្នកណាជាបិសាចយ៉ាងពិតប្រាកដសំឡេងដើរថ្នមថ្នមនៅលើក្តារក្រាច់ក្រាច់បន្ទាប់ពីមនីបានបាត់ខ្លួនទៅនៅក្នុងផ្សែងងងឹតភេរៈក៏បានលបចូលនៅក្នុងបន្ទប់ដេករបស់សក់កំពុងតែដេកលក់ស្ដោកស្ដឹងតែដង្ហើមរបស់គេដកធ្ងន់ធ្ងន់និងមានសំឡេងគ្រឺតក្រតដូចជាមានសត្វអ្វីម្យ៉ាងនៅក្នុងបំពង់ករបស់គេភេរៈយកដៃញ័រហែកមាត់របស់សក់មើលតាមសម្ដីរបស់មនីរំពេចនោះភេរៈស្ទើរតែដាច់ផ្ងានៅក្នុងមាត់របស់សក់មិនមែនជាអណ្ដាតមនុស្សទេក៏ប៉ុន្តែវាមានក្បាលមនុស្សតូចមួយដែលដោះចេញពីបំពង់កក្បាលមនុស្សតូចនោះមានមុខមាត់ដូចជានាងមេលាបេះដាក់តែម្ដងនៅពេលនោះនាងបានបើកភ្នែកសម្លឹងមកមើលភេរៈរួចខ្សឹបសំឡេងតូចឆ្មាថាជួយផងជួយមេលាផងបងសក់ស៊ីមេលាហើយភេរៈភ្ញាក់ព្រឺតដកដៃចេញមកវិញស្រាប់តែសក់បើកភ្នែកឡើងក្រហមច្រាលរួចបានចាប់ដៃភេរៈជាប់ដូចដង្កាប់ដៃអាភេរៈឯងចង់ដឹងរឿងអញខ្លាំងណាស់មែនទេសំឡេងរបស់សក់បានបន្លឺឡើងវាមិនមែនជាសំឡេងរបស់មនុស្សធម្មតាទេតែវាសំឡេងក្រលួចដូចជាខ្មោចពីរនាក់ដែលនិយាយជាន់គ្នាអញ្ចឹងនៅពេលនោះដៃរបស់សក់ដែលបានចាប់ភេរៈចាប់ផ្ដើមដោះរោមវែងពណ៌ខ្មៅនិងកញ្ចក់របស់គេស្រួចដូចកំបិតភេរៈបានដឹងថាបើគេមិនធ្វើអ្វីមួយនោះទេគេច្បាស់ជាคล้ายទៅជាចំណីសម្លម្រាមដៃបន្ទាប់មិនខាននៅពេលនោះភេរៈបាននឹកឃើញទៅដល់កាក់អាគមដែលគ្រូរបស់គេបានធ្លាប់ឲ្យគេក៏ខំអណ្ដាតរបស់ខ្លួនឯងហើយយកឈាមមកព្រោះដាក់មុខសក់រួចសូត្រគាថាខ្លីមួយថាអ្នកមោតាសៈរលេមុនបើកផ្លូវក្រាំងសំឡេងផ្ទុះមួយបានបន្លឺឡើងនៅពេលនោះសក់ក៏បានស្រែកធ្ងោព្រោះថាឈាមមនុស្សដែលស្អាតស្អំធ្វើឲ្យមុនខ្មៅនៅក្នុងខ្លួនរបស់គេក្តៅក្រហាយភ
ភេរៈឆ្លៀតឱកាសនោះបានស្ទុះហក់ចេញតាមបង្អួចគេរត់កាត់វាលស្រែទាំងយប់អាត្រៀតសំដៅទៅខ្ទមនៅមាត់អូដែលជាទីលំនៅរបស់លោកគ្រូសលោកគ្រូសអង្គុយនៅលើគ្រែឫស្សីបាយខ្នងដាក់ភេរៈបើទោះបីជាលោកគ្រូខ្វាក់ភ្នែកទាំងសងខាងតែលោកដឹងមុនថាភេរៈនឹងមកដល់ហើយមែនទេអាភេរៈឯងទើបតែប៉ះរបស់ចង្រៃបំផុតនៅក្នុងលោកនេះលោកគ្រូនិយាយទាំងមិនងាកក្រោយភេរៈបានដកដង្ហើមដង្ហក់លោកគ្រូជួយខ្ញុំផងអាសុកវាស៊ីប្រពន្ធរបស់វាហើយនាងមនីនាងជាបិសាចមែនទេលោកគ្រូនៅពេលនោះលោកគ្រូក៏បានងាកមកយឺតភ្នែករបស់គាត់សស្ញាចគ្មានក្របភ្នែកពណ៌ខ្មៅនោះទេក៏ប៉ុន្តែគាត់ហាក់បីដូចជាមើលភេរៈធ្លុះដល់ថ្លើមនិងប្រមាថអាសុកវាមិនមែនស៊ីមីលាទេតែមីលាទេដែលកំពុងស៊ីអាសុកនៅខាងក្នុងចំណែកមនីគឺជាសម្បកកាយដែលគេយកមកបោកភ្នែកឯងតែប៉ុណ្ណោះនៅពេលនោះលោកគ្រូសក៏បានលូកដៃចូលនៅក្នុងថង់យាមចាស់របស់គាត់ហើយក៏បានដកក្រដាសយ័ន្តពណ៌ឈាមមួយសន្លឹកចេញមកយ័ន្តនេះគឺប្លែកខ្លាំងណាស់ព្រោះថាអក្សរនៅក្នុងគាថាទាំងអស់ត្រូវសរសេរបញ្ច្រាស់ពីក្រោមឡើងលើនេះក៏ជាយ័ន្តបញ្ច្រាស់បើឯងយកវាទៅបិទនៅលើខ្នងមនីអ្វីដែលបោកប្រាស់នឹងរលាយរលត់បាត់រូបពិតនឹងលេចចេញមកលោកគ្រូសបានបញ្ជាក់ទាំងសម្លេងធ្ងន់តែច្បាស់បើឯងបានបិទយន្តនេះហើយទោះឃើញអ្វីក៏ដោយហាមស្រែកនិងហាមរត់ចេញពីរង្វង់យន្តឲ្យសោះបើមិនចឹងទេពលឹងរបស់ឯងនឹងត្រូវដោះដូរជាមួយនឹងវិញនៅពេលនោះភេរៈក៏បានកាន់យន្តបញ្ច្រាស់ត្រឡប់ទៅផ្ទះសក់វិញទាំងប្រលឹងចុងសក់គេបានឃើញមនីបានអង្គុយនៅកណ្ដាលផ្ទះបាយខ្នងដាក់គេភេរៈបានដើរលបចូលទៅជិតរួចយកយន្តទៅបិទពីលើខ្នងរបស់នាងភ្លាមឮសូរតែឈុចពេលនោះផ្សែងពណ៌ស្វាយក៏បានអាប់អួររូបរាងកាយដ៏ស្រស់ស្អាតរបស់នាងមនីក៏ចាប់ផ្ដើមរលួយដូចជាក្រមួនត្រូវភ្លើងអញ្ចឹងប៉ុន្តែអ្វីដែលលេចចេញមកគឺមិនមែនជាបិសាចគួរឲ្យខ្លាចទេក៏ប៉ុន្តែវាគឺជារូបចំណាក់ឈើដែលមានឆ្លាក់ឈ្មោះថាភេរៈនៅលើដើមទ្រូងរំពេចនោះសំឡេងមនីបានពន្លឺឡើងនៅពីក្រោយខ្នងភេរៈបងភេរៈអរគុណណាស់ដែលបងជួយបិទយន្តឲ្យសាកសពរបស់បងភ្លេចហើយមែនទេបងបានស្លាប់តាំងពីយប់ដែលបានជួបមេលេធ្លាក់ទឹកនោះមកម្លេះនៅពេលនោះភេរៈបានភ្ញាក់ព្រឺតគេបានអោនមើលដៃរបស់ខ្លួនឯងដៃរបស់គេបានចាប់ផ្ដើមប្រែទៅជាពណ៌ស្វាយនិងមានក្លិនស្អុយរលួយដូចជាសាកសពដែលងាប់នៅក្នុងទឹកជាច្រើនថ្ងៃអញ្ចឹងហើយអ្វីដែលរន្ធត់បំផុតគឺជើងរបស់គេមានម្រាម6ដូចជាមេលាដែរនៅពេលនោះសំឡេងសើចក្អាកក្អាយយ៉ាងក្រលួចក៏បានបន្លឺឡើងមិនពិតទេអញមិនទាន់ងាប់ទេភេរៈស្រែកខ្លាំងហើយជាយាមយកដៃជូតសាច់រលួយចេញពីជើងរបស់ខ្លួនឯងក៏ប៉ុន្តែទោះបីជាជូតយ៉ាងណាក៏ដោយក៏វាមិនចេញដែរហើយថែមទាំងធ្លាក់សាច់ចេញមកតក់គួរឲ្យខ្ពើមរអើមរំពេចនោះស្រមោលចាស់ជ្រាវជ្រួញក៏បានដើរចេញពីភាពងងឹតកាន់ចង្កៀងប្រេងកាតដែលមានពន្លឺពណ៌ស្វាយស្រងាត់ហើយនោះគឺជាយាយម៉ៅគឺជាគ្រូធ្មប់ដែលអ្នកភូមិគ្រប់គ្នាខ្លាចបំផុតយាយម៉ៅសម្លឹងទៅមើលភេរៈដោយខ្សែភ្នែកអាណិតរួចបាននិយាយថាអាភេរៈឯងចាញ់បោកអាគ្រូសខ្វាក់ភ្នែកនោះហើយយន្តបញ្ចាស់ដែលវានិយាយថាជួយឯងតាមពិតជាយន្តដែលផ្ទេកម្មនៅពេលនោះយាយម៉ៅបានយកផ្សែងធូបមកដាក់លើជើងភេរៈនៅពេលនោះសាច់រលួយនិងម្រាមទី6ក៏បានបាត់អស់បន្សល់ទុកនៅតែជើងធម្មតារបស់មនុស្សវិញយាយម៉ៅបាននិយាយថាឯងមិនទាន់ងាប់ទេតែអាគ្រូសវាចង់ឲ្យឯងជឿថាខ្លួនរបស់ឯងងាប់ដើម្បីឲ្យប្រលឹងរបស់ឯងចុះខ្សោយរួចវានឹងងាយទាញយកបារមីនៅក្នុងខ្លួនរបស់ឯងទៅឲ្យអាសុកយាយម៉ៅបាននិយាយបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅពេលនោះភេរៈនៅតែវល់លោកយាយចុះមនីចុះសម្លម្រាមដៃដែលខ្ញុំឃើញនោះឮភេរៈនិយាយបែបនោះហើយយាយម៉ៅក៏សើចមនី
ម៉ាន់នេះគឺជាកូនក្រក់ស្រីដែលអាគ្រូសវាចិញ្ចឹមដើម្បីបោកប្រាស់ឯងចំណែកម្រាមដៃនៅក្នុងឆ្នាំងសម្លវិញគឺជាមុនវិញ្ញាណបង្កើតឡើងដើម្បីឲ្យឯងខឹងនឹងអាសុករួចទៅរកឲ្យវាជួយតាមពិតអាសុកវាជាមនុស្សស្លូតបូតទេតែអាគ្រូសវាសង្កត់មុនអាគមដាក់ដើម្បីយកផ្ទះវាជាទីស្នាក់ការបិសាចខណៈពេលដែលយាយម៉ៅកំពុងតែនិយាយស្រាប់តែភារៈបានក្រឡេកឃើញអ្វីម្យ៉ាងនៅក្នុងចង្កៀងប្រេងកាតរបស់យាយម៉ៅនៅក្នុងអណ្ដាតភ្លើងពណ៌ខៀវនោះភារៈបានឃើញរូបយាយម៉ៅកំពុងតែដេកស្លាប់នៅក្នុងមាត់អូដោយមានកាំបិតចាក់ចំខ្នងយ៉ាងរន្ធត់ពេលនោះភារៈបានស្ទុះថយក្រោយយាយអញងាប់ហើយតាខ្ញុំឃើញរូបយាយអញស្លាប់នៅក្នុងភ្លើងយាយម៉ៅឈប់សើចរួចបែរមុខមកសម្លឹងមើលភារៈស្បែកមុខរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះមកដីដូចជាក្រដាសសដែលត្រូវទឹករួចក៏លេចចេញមុខលោកគ្រូសដែលមានភ្នែកខ្វាក់ញញឹមប្រព្រាយឯងពិតជាឆ្លាតណាស់តែវាយឺតពេលហើយ គ្រូសនិយាយទាំងសំឡេងក្រលួយន់បញ្ច្រាស់ដាក់ឯងបិទនៅលើរូបសម្ដាក់អំបញ្ញមិញវាមិនមែនជាយន់សម្រាប់មនុស្សទេតែវាគឺជាយន់បើកទ្វារអវជ័យដើម្បីឲ្យអញទៅយកបលឹងមេលាចេញពីពោះរបស់អាសុកមកវិញ នៅរំពេចនោះដីនៅក្នុងផ្ទះក៏ចាប់ផ្ដើមរំជួយសុកដែលដេកនៅក្នុងបន្ទប់ស្រាប់តែក្អួតចេញឈាមពណ៌ខ្មៅរួចក្បាលរបស់នាងមេលាក៏បានលូតចេញពីមាត់របស់សុកយឺតតែលើកនេះវាមិនមែនជាក្បាលតូចទេវាគឺជាក្បាលធំឡើងរហូតដល់លេបត្របាក់ខ្លួនប្រាណរបស់សុកទាំងមូលបន្ទាប់ពីក្បាលរបស់នាងមេលាបានរីកធំឡើងចេញពីមាត់របស់សុករហូតដល់បាត់ខ្លួនប្រាណរបស់សុកទាំងមូលទៅហើយផ្ទះឈើក៏ចាប់ផ្ដើមរំជួយខ្លាំងផ្សែងពណ៌ខ្មៅហុយត្រឡប់មកគ្របដណ្ដប់គ្រប់ទិសទីលោកគ្រូសដែលពេលនោះឈប់បន្លំខ្លួនជាយាយម៉ៅទៀតហើយបានសើចយ៉ាងក្រាស់ក្អាយឯងចង់ដឹងការពិតមែនទេមើលនៅក្នុងកញ្ចក់ក្រោយខ្នងរបស់ឯងទៅភារៈបានងាកមើលក្រោយយឺតសម្លឹងចូលទៅក្នុងកញ្ចក់បុរាណមួយក្នុងកញ្ចក់នោះគេមិនបានឃើញរូបខ្លួនឯងទេក៏ប៉ុន្តែគេឃើញសាកសពរបស់បរិសម្នាក់ដែលកំពុងតែដេកស្អុយរលួយនៅក្នុងមាត់អូក្បែរសាកសពរបស់មេលាសពនោះស្លៀកពាក់ខោអាវដូចជាភារៈបេះបិទហើយអ្វីដែលគួរឲ្យរន្ធត់បំផុតគឺជាដៃសាកសពនោះកាន់កំបិតចាំងណែនចាក់ចំដើមទ្រូងរបស់មេលាមិនពិតទេអញមិនមែនជាអ្នកសម្លាប់មេលាទេភារៈស្រែកបដិសេធទាំងភ្នែកហូរឈាមចេញមកលោកគ្រូសដើរចូលមកជិតរួចខ្សឹបដាក់ត្រចៀកឯងនឹងមេលាជាបងប្អូនភ្លោះដែលមានម្រាម6ដូចគ្នាឯងស្រឡាញ់នាងខ្លាំងពេករហូតដល់ឯងហួងហែងមិនឲ្យនាងរៀបការជាមួយអាសុកយប់នោះឯងបានឆ្លោះជាមួយនាងនៅមាត់អូរួចក៏ច្រាននាងធ្លាក់ទឹកសម្រាប់នាងដោយដៃឯងផ្ទាល់បន្ទាប់មកឯងក៏សម្រេចចិត្តសម្លាប់ខ្លួនឯងទៅតាមនាងទៅភារៈស្រឡាំងកាំងការចងចាំដ៏ខ្មៅងងឹតក៏ចាប់ផ្ដើមត្រឡប់មកវិញរូបភាពដែលគេច្រានមេលាដួលបោកក្បាលទៅនឹងថ្មរួចគេក៏លោតទឹកតាមសម្លាប់ខ្លួនឯងបានលេចឡើងច្បាស់ចុះហេតុអីបានជាខ្ញុំនៅទីនេះចុះអាសុកនៅពេលនោះភារៈស៊ូទាំងញ័រមាត់រួចគ្រូសក៏សើចព្រោះអញត្រូវការប្រលឹងរបស់ឃាតករដូចជាឯងនឹងដើម្បីធ្វើជាភ្នាក់ងារយកក្បាលមេលាឲ្យអញអញបានប្រើមុនផ្ទេរវិញ្ញាណដាស់ឲ្យឯងរស់ឡើងវិញនៅក្នុងរូបរាងជាមនុស្សធម្មតាដើម្បីឲ្យឯងមកសងសឹកអាសុកជំនួសមេលាតាមពិតអាសុកវាជាមនុស្សស្លូតត្រង់បំផុតនៅក្នុងរឿងនេះគ្រាន់តែវាជាចំណីដែលអញរៀបចំទុកឲ្យឯងស៊ីតែប៉ុណ្ណោះនៅពេលដែលលោកគ្រូសយកដៃទៅចាប់លលាក្បាលរបស់មេលាដែលនៅសល់ស្រាប់តែមានដៃមួយដោះចេញពីដីហើយក៏ចាប់ជើងរបស់លោកគ្រូសជាប់នោះគឺយាយម៉ៅគាត់បានប្រើកម្លាំងចុងក្រោយរបស់គាត់ដុតផ្ទះនោះទាំងមូលដើម្បីរំលាយមន្តខ្មៅទាំងអស់
អាសឯងនឹងអភិរក្សត្រូវតែទៅនរកជាមួយនឹងគ្នាយាយម៉ៅស្រែកខ្លាំងហើយភុកងងឹតក៏ចាប់ផ្ដើមលេបត្របាក់គ្រប់យ៉ាងភិរក្សបានសម្លឹងទៅមើលម្រាមដៃទី6របស់ខ្លួនដែលចាប់ផ្ដើមឆេះខ្លោចគេឃើញវិញ្ញាណបេលាឈរនៅមាត់អូងាកមកមើលគេហើយញញឹមដាក់គេដែលជាស្នាមញញឹមដែលគ្មានក្បាលនៅពេលព្រឹកព្រលឹមឡើងអ្នកភូមិទាំងអស់បានមកមើលផ្ទះរបស់សុកឃើញតែគំនរផេះផង់ប៉ុន្តែអ្វីដែលចម្លែកនោះគឺគេបានរកឃើញសាកសពរបស់មនុស្សម្នាក់គត់គឺសាកសពរបស់សុកដែលបានដេកស្លាប់ដោយមានកាំបិតចាក់ចំទ្រូងឯងតាមពិតទៅភិរក្សនិងគ្រូសមិនដែលមានវត្តមាននៅក្នុងភូមិនេះទេតាំងពីដំបូងមកម្លេះភិរក្សគឺជាបុគ្គលិកលក្ខណៈទី2របស់សុកដែលបានបង្កើតឡើងដើម្បីលាក់បាំងកំហុសរបស់ខ្លួនឯងដែលបានសម្លាប់ប្រពន្ធរឿងអាគមនិងគ្រូធ្មប់ទាំងអស់គឺគ្រាន់តែជាការស្រមៃនៅក្នុងខួរក្បាលរបស់សុកមុនពេលដែលគេស្លាប់ប៉ុណ្ណោះ